នៅពេលដែលយើងមានឱកាសសួរសុខទុក្ខខ្លួនឯងជារឿយៗស្គាល់ពីខ្លួនឯងស្គាល់ពីរាងកាយរបស់យើងចឹងឱកាសឈឺអត់កើតឡើងចំពោះយើងនោះទេដោយសារយើងស្គាល់អំពីខ្លួនឯងបុរាណបានលើកឡើងថាការផ្ដល់ពេលវេលាឲ្យខ្លួនឯងទទួលបាននូវការសម្រាកតាមរយៈការចម្រើនសមាធិមានន័យថាយើងផ្ដល់ក្តីស្រឡាញ់ចំពោះខ្លួនឯងចំពោះរាងកាយរបស់យើងផ្ដល់ឱកាសឲ្យផ្លូវចិត្តរបស់យើងទទួលបានការសម្រាកតាមរយៈការចម្រើនសមាធិក៏ដូចគ្នាមានន័យថាយើងផ្ដល់ទីជម្រកដ៏រឹងមាំដល់ផ្លូវចិត្តរបស់យើងទីជម្រកគឺមេត្តាចិត្តមែនទែនទៅនៅក្នុងដំណើរជីវិតរបស់យើងនៅពេលដែលយើងអំពីក្តីស្រឡាញ់ឬការស្រឡាញ់ប្រសិនបើយើងអត់ចង់ឈឺចាប់សូមកុំបង្ខំនរណាម្នាក់ឲ្យផ្ដល់ក្តីស្រឡាញ់ឬយកចិត្តទុកដាក់ចំពោះយើងអីព្រោះថារឿងទាំងនេះអត់អាចបង្ខំនរណាម្នាក់បានទេអ្វីដែលសំខាន់ដែលយើងគួរតែចងចាំនោះចូលផ្ដល់ក្តីស្រឡាញ់ចំពោះខ្លួនឯងនិងរៀនចែករំលែកនៅក្តីស្រឡាញ់នោះដល់មនុស្សជុំវិញខ្លួនរបស់យើងនោះជីវិតយើងនឹងរីករាយច្រើនជាងមុនអរគុណច្រើននៅពេលដែលយើងគិតមិនល្អនិយាយមិនល្អជារឿយៗទៅវាបញ្ចេញជាសកម្មភាពដែលអាចប៉ះពាល់ដល់ខ្លួនឯងប៉ះពាល់ដល់មនុស្សជុំវិញខ្លួនផងដែរអ្វីដែលសំខាន់នោះចង់ឲ្យគេមានការគោរពចំពោះយើងនិយាយល្អពីយើងតើតែយើងរៀននិយាយល្អពីគេយើងមានផ្ដល់ការគោរពចំពោះគេអញ្ចឹងពេលណាមួយសេចក្តីគោរពនិងរឿងល្អទាំងអស់ហ្នឹងវាកើតឡើងចំពោះយើងវិញដោយបុរាណខ្មែរតែងតែលើកតគ្នាថាសាបព្រោះនៅពូជណាបានផលបែបនេះម្ល៉េះហើយពាក្យសម្ដីឬក៏ការគិតដែលយើងសាបព្រោះយូរទៅវានឹងចេញជាសកម្មភាពចេញជាទង្វើប្រសិនបើការគិតល្អពាក្យសម្ដីល្អនឹងចេញជាទង្វើល្អសកម្មភាពល្អការគិតរបស់យើងមិនល្អពាក្យសម្ដីមិនល្អយូរទៅវាចេញជាទង្វើមិនល្អដែលអាចប៉ះពាល់ទៅដល់សង្គមជុំវិញខ្លួនរបស់យើងផងដែរអរគុណច្រើន